សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូមួយនេះហើយនៅក្នុងថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែករំលែកក៏ដូចជាការផលិតវីដេអូថ្មីចែកជូនអ្នកនរគ្នាក្នុងការអឺទស្សនាក៏ដូចជាស្ដាប់គិតពិចារណាទាំងអស់គ្នាហើយខ្ញុំគិតថាប្រធានបទដែលខ្ញុំលើកឡើងនៅថ្ងៃនេះវាមិនមែនជាគំនិតថ្មីទេហើយប្រកាសជាគ្នាយើងបានដឹងច្រើនឬក៏បានយល់ច្រើនអំពីប្រធានបទមួយនេះហើយទោះបីជាយ៉ាងណាក៏ដោយគឺខ្ញុំនៅតែព្យាយាមផលិតនៅមាតិកាដែលខ្ញុំគិតថាវាមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាឬក៏វាជាគន្លឹះមួយក្នុងការដាស់ស្មារតីទៅកាន់អឺបងប្អូនទាំងអស់គ្នាផងដែរជាពិសេសគឺខ្ញុំចង់ចែករំលែកអំពីប្រធានបទមួយហ្នឹងទៅកាន់អ្នកដែលកំពុងតែជួបប្រទះនូវបញ្ហាមួយហ្នឹងហើយប្រធានបទដែលខ្ញុំនឹងលើកឡើងនៅថ្ងៃនេះគឺការកុំបោះបង់ខ្លួនឯងហេតុអីបានជាខ្ញុំលើកឡើងទៅលើចំណុចហ្នឹងមូលហេតុគឺខ្ញុំឃើញថាមូលហេតុដែលខ្ញុំលើកយកប្រធានបទនេះឡើងមកគឺដោយសារតែខ្ញុំឃើញថានៅក្នុងសម័យកាលណាក៏ដោយគឺតែងតែមានបុគ្គលឬក៏មនុស្សដែលតែងតែព្យាយាមបោះបង់ខ្លួនឯងទោះបីជាបញ្ហានោះយើងអាចដោះស្រាយបានហើយឬក៏បញ្ហានោះយើងដោះស្រាយមិនបានក៏ដោយក៏យើងអត់ត្រូវបោះបង់ខ្លួនឯងដែរហើយជាក់ស្ដែងដូចជាយុវជនជំនាន់ Gen Z គឺគាត់នៅពេលដែលគាត់ជួបវិបត្តិអ្វីម្យ៉ាងគាត់នឹងជ្រើសរើសយកវិធីបញ្ចប់ជីវិតហើយបញ្ហាយើងឃើញច្រើនហើយគឺកើតមានឡើងនៅក្នុងសង្គមជាពិសេសនៅអឺតំបន់ដែលអាចឲ្យមនុស្សធ្វើអត្តឃាតបានអញ្ចឹងជៀសវាងក្នុងការបោះបង់ខ្លួនឯងនេះគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតពិចារណាទៅលើចំណុចអ្វីដែលធ្វើឲ្យអ្នកទាំងអស់គ្នាចង់បន្តជីវិតទៅទៀតឬក៏ចំណុចអ្វីដែលអាចធ្វើឲ្យអ្នកទាំងអស់គ្នាមានថាមពលជីវិតក្នុងការព្យាយាមតស៊ូនិងជំនះរាល់ឧបសគ្គដែលអ្នកទាំងអស់គ្នាជួបប្រទះនេះគឺជាអ្វីដែលខ្ញុំចង់លើកឡើងហើយបើសិនជាក្នុងករណីដែលយើងគិតថាជីវិតរបស់យើងដល់ដំណាក់កាលមួយដែលយើងហត់ជីវិតរបស់យើងដល់ដំណាក់កាលមួយដែលយើងគិតថាយើងចង់សម្រាកអូខេអ្នកទាំងអស់គ្នាអាចធ្វើការសម្រាកឬក៏ relax តាមពេលវេលាណាមួយដែលអ្នកនរគ្នាគិតថាអាចធ្វើទៅបានជៀសវាងបង្កើតវិបត្តិផ្លូវចិត្តបង្កើតវិបត្តិអឺគេហៅថាជំងឺបាក់ទឹកចិត្តណាហើយនឹងឈានដល់ដំណាក់កាលក្នុងការបញ្ចប់ជីវិតហើយសរុបមកគឺនៅក្នុងវីដេអូនេះខ្ញុំអត់មានអីត្រូវនិយាយច្រើនទេដោយសារតែខ្ញុំនឹងលើកយកប្រធានបទខ្លីៗរាល់វីដេអូក្នុងការលើកយកមកនិយាយព្រោះអីខ្ញុំគិតថាវាគឺជាគន្លឹះមួយក្នុងការដាស់តឿនឬក៏ពញ្ញក់ស្មារតីទៅកាន់អ្នកទាំងអស់គ្នាដែលកំពុងតែជួបបញ្ហាជីវិតហើយជៀសវាងបំផុតគឺកុំឲ្យធ្វើអត្តឃាតខ្លួនឯងតាមវិធីណាមួយក៏ដោយព្រោះការធ្វើអត្តឃាតខ្លួនឯងវាអត់មានអីចំណេញទេហើយក៏វាធ្វើឲ្យជីវិតរបស់យើងនៅពេលដែលបាត់បង់ទៅហើយគឺក៏គ្មានអ្នកសរសើរឬក៏លើកតម្កើងដែរដូច្នេះសរុបមកវិញគឺទីមួយខ្ញុំចង់ឲ្យអ្នកនរគ្នាគិតពិចារណាទៅលើបញ្ហាមួយនោះតើយើងមានវិធីដោះស្រាយដែរអត់មុននឹងយើងសម្រេចចិត្តថាបោះបង់វាទីពីរខ្ញុំចង់ឲ្យអ្នកនរគ្នាគិតថាតើការប្រើប្រាស់វិធីបោះបង់ខ្លួនឯងដោយការធ្វើអត្តឃាតនេះវាចំណេញអ្វីហើយវាជាឥទ្ធិពលដល់អ្នកណាគេខ្លះទីមួយខ្លួនឯងបាត់បង់ជីវិតដោយឥតប្រយោជន៍ទីពីរគ្រួសារត្រូវឲ្យអ្នកផ្ទះជួបទុក្ខលំបាកក្រំគ្រាចិត្តឬក៏ខូចចិត្តនៅពេលដែលបាត់បង់យើងទីបីសង្គមជាតិនៅពេលដែលយើងបាត់បង់ទៅសង្គមនឹងបាត់បង់ធនធានមនុស្សមួយក្នុងការធ្វើឲ្យចរន្តសេដ្ឋកិច្ចរីកលូតលាស់ឬក៏ធនធានមនុស្សមួយដែលធ្វើការអភិវឌ្ឍទៅលើផ្នែកធនធានមនុស្សសេដ្ឋកិច្ចនិងសង្គមអញ្ចឹងចំណុចទាំងអស់នេះហើយដែលខ្ញុំចង់ឲ្យអ្នកនរគ្នាគិតឡើងវិញថា
ការបោះបង់ខ្លួនឯងក្នុងកាលៈទេសៈដែលខ្លួនឯងគិតថាមិនអាចទៅមុខបានវាមិនមែនត្រឹមតែធ្វើឲ្យខ្លួនឯងបាត់បង់នូវតម្លៃទេថែមទាំងនាំអំពើទុក្ខដល់អ្នកដទៃក៏ដូចជាសង្គមជាតិទៀតផងអញ្ចឹងដើម្បីជាការតបស្នងគុណទៅកាន់សង្គមជាតិក៏ដូចជាគ្រួសារគឺយើងត្រូវប្រឹងប្រែងរស់ប្រឹងប្រែងធ្វើការប្រឹងប្រែងរកស៊ីនិងជួយអ្នកដទៃតាមអ្វីដែលយើងអាចធ្វើទៅបានអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកនរគ្នានឹងពេញចិត្តវីដេអូមួយនេះហើយបើសិនជាអ្នកនរគ្នាមានមតិយោបល់អ្វីចង់បន្ថែមអាច comment នៅខាងក្រោមវីដេអូនេះបានខ្ញុំរីករាយក្នុងការទទួលយករាល់ comment ក្នុងន័យស្ថាបនាហើយអរគុណចំពោះការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយបាយ